នៅព្រឹកថ្ងៃទី12ខែវិច្ឆិកាឆ្នាំ2015នាវាមានរដ្ឋសភាមានរៀបចំកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីទូរគមនាគមន៍ដែលមានការអញ្ជើញចូលរួមពីអាដាមប្រាសុខុនរដ្ឋមន្ត្រីក្រសួងប្រៃសណីនិងទូរគមនាគមន៍តំណាងរាជរដ្ឋាភិបាលនិងលោកជំទាវនិនសុផុនប្រធានគណៈកម្មការសាធារណការដឹកជញ្ជូនទូរគមនាគមន៍ប្រៃសណីឧស្សាហកម្មរ៉ែធម្មពលពាណិជ្ជកម្មរៀបចំដែនដីនគររូបនីយកម្មនិងសំណង់គណៈកម្មការទី9នៃរដ្ឋសភាព្រមទាំងអាដាមលោកជំទាវតំណាងគណៈកម្មការជំនាញទាំង10នៃរដ្ឋសភានៅក្នុងឱកាសនេះលោកជំទាវនិនសុផុនប្រធានគណៈកម្មការទី9នៃរដ្ឋសភាមានប្រសាសន៍ថាសេចក្តីព្រាងច្បាប់ស្តីពីទូរគមនាគមន៍ត្រូវបានរាជរដ្ឋាភិបាលបញ្ជូនមករដ្ឋសភានៅថ្ងៃទី21ខែឧសភាឆ្នាំ2015ហើយគណៈកម្មការអចិន្ត្រៃយ៍រដ្ឋសភាក៏បានបញ្ជូនមកគណៈកម្មការទី9នៅថ្ងៃទី29ខែឧសភាឆ្នាំ2015ដោយគណៈកម្មការទី9បានប្រជុំពិភាក្សាលើសេចក្តីព្រាងច្បាប់នេះនៅថ្ងៃទី3និងថ្ងៃទី4ខែវិច្ឆិកាឆ្នាំ2015លោកជំទាវមានប្រសាសន៍ទៀតថាសេចក្តីព្រាងច្បាប់នេះត្រូវបានរាជរដ្ឋាភិបាលផ្ដួចផ្ដើមរៀបចំចុងក្រោយឡើងតាំងពីឆ្នាំ2001អាណត្តិទី3នៃរដ្ឋសភាមកម្លេះក៏ប៉ុន្តែតាមរយៈការពិនិត្យពិភាក្សារបស់គណៈកម្មការទី9នៃរដ្ឋសភាឃើញថាសេចក្តីព្រាងច្បាប់នេះនៅមានបញ្ហាកង្វះផ្នែកបញ្ញត្តិការទូរគមនាគមន៍ទើបរដ្ឋសភាសម្រេចបញ្ជូនត្រឡប់ទៅរាជរដ្ឋាភិបាលវិញដើម្បីឲ្យក្រសួងប្រៃសណីនិងទូរគមនាគមន៍ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលរៀបចំចងក្រងសេចក្តីព្រាងច្បាប់នេះឡើងវិញឲ្យមានលក្ខណៈល្អិតល្អន់ពោលគឺសេចក្តីព្រាងច្បាប់ស្តីពីទូរគមនាគមន៍មាន16ជំពូកចែកចេញជា113មាត្រាក្នុងនោះជំពូកទី3បានចែកអំពីបញ្ញត្តិការទូរគមនាគមន៍អាដាមប្រាសុខុនមានប្រសាសន៍ថាវិស័យទូរគមនាគមន៍គឺជាវិស័យអាទិភាពមួយរបស់ក្រសួងប្រៃសណីនិងទូរគមនាគមន៍ដោយហេតុនេះហើយទើបក្រសួងបានរៀបចំចងក្រងសេចក្តីព្រាងច្បាប់ស្តីពីទូរគមនាគមន៍នៅក្នុងគណៈដែលអង្គភាពណៃដាត្រូវបានរាជរដ្ឋាភិបាលធ្វើសមរណកម្មបញ្ចូលមកនៅក្រោមអវ៉ាក្រសួងអាដាមរដ្ឋមន្ត្រីមានប្រសាសន៍ទៀតថាជាមួយគ្នានេះកម្ពុជាក៏បានកំពុងខិតចូលទៅក្នុងសហគមន៍អាស៊ាននៅចុងឆ្នាំ2015ដូចនេះក្រសួងបានខិតខំរៀបចំសេចក្តីព្រាងច្បាប់នេះឲ្យមានលក្ខណៈស្របទៅតាមច្បាប់ទាំងឡាយនៃបណ្ដាប្រទេសជាសមាជិកអាស៊ានតាមរយៈការសុំអនុសាសន៍និងការណែនាំពីសហភាពទូរគមនាគមន៍អន្តរជាតិ ITU ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុនចៃកានិងធនាគារអភិវឌ្ឍន៍អាស៊ី ADB រួមទាំងការយកច្បាប់ពីប្រទេសថៃម៉ាឡេស៊ីសិង្ហបុរីនិងវៀតណាមមកសិក្សាចងក្រងបញ្ចូលទៅក្នុងសេចក្តីព្រាងច្បាប់ស្តីពីទូរគមនាគមន៍ឲ្យមានលក្ខណៈហ្មត់ចត់បំផុតនិងមានសុគតភាពជាមួយច្បាប់នៃបណ្ដាប្រទេសនៅក្នុងតំបន់និងសកលលោកអាដាមក៏បានសង្កត់ធ្ងន់ថាសេចក្តីព្រាងច្បាប់ស្តីពីទូរគមនាគមន៍មានគោលដៅការពារនៅផលប្រយោជន៍គ្រប់តួអង្គទាំងផ្នែករាជរដ្ឋាភិបាលផ្នែកឯកជននិងអ្នកប្រើប្រាស់តាមរយៈការលើកទឹកចិត្តដល់អ្នកវិនិយោគលើវិស័យ IT មិនឲ្យមានការរែងស្ទះដល់ការវិនិយោគក៏ដូចជាការមិនអនុញ្ញាតឲ្យអ្នកវិនិយោគធ្វើអ្វីស្រេចតែចិត្តពោលគឺឲ្យអ្នកវិនិយោគទាំងអស់លើវិស័យទូរគមនាគមន៍ធ្វើការប្រគួតប្រជែងគ្នាក្នុងគណៈស្មោះត្រង់ដើម្បីធ្វើឲ្យវិស័យកិច្ចប្រជាពលរដ្ឋនិងការទំនាក់ទំនងកាន់តែឆាប់រហ័សទុកចិត្តបានពីអ្នកប្រើប្រាស់សេវាទូរគមនាគមន៍នេះ